ទេខ្ញុំចង់បានទាំងប្រពន្ធនិងកូនលោកគ្រូមុននេះលោកកណ្ណាបានត្រឹមត្រូវណាស់ខ្ញុំដឹងថាលោកប្រកាសជាមានវិធីផ្សេងទៀតមិនខានតាំងសមាធិមានតែការតាំងសមាធិទេទើបអាចដោះស្រាយគ្រោះនេះបានមិនបានទេទោះវានាងឲ្យស្លាប់ក៏នាងមិនព្រមតាំងសមាធិដែរខ្ញុំស្គាល់ចរិតនាងច្បាស់ណាស់នេះជាវិធីតែមួយគត់ដើម្បីការពារប្រពន្ធកូនរបស់ឯងប៉ុន្តែឯងអាចធ្វើពុតជាលែងលះនាងសិនចាំកូនកើតមកដោយសុវត្ថិភាពសិនចាំត្រូវរើគ្នាវិញធ្វើពុតជាលែងលះត្រូវហើយប៉ុន្តែហាមលួចជួបគ្នាដាច់ខាតយកយន្តនេះទៅបិទលើពោះភរិយាឯងវានឹងជួយការពារកូនក្នុងផ្ទៃឲ្យមានសុវត្ថិភាពអូនសម្លាញ់កូនរបស់យើងមិនត្រូវមានរឿងអីដាច់ខាតធ្វើបានល្អណាស់ហើយលេងកុំប្រញាប់ពេកនេះគ្រាន់តែជាការចាប់ផ្ដើមនៃផែនការប៉ុណ្ណោះកុំធ្វេសប្រហែសឲ្យសោះអូលោកពូតើលោកនៅមានផែនការបម្រុងទៀតតាឈីវបានភ្ជាប់យន្តទៅលើខ្លួនយេឆេនរួចហើយនេះហើយជាគន្លឹះសំខាន់ក្នុងការផ្លាស់ប្ដូររូបរាងកូនក្នុងផ្ទៃវ៉ាលោកពូពិតជាពូកែណាស់លេងធ្ងន់ដៃពេកហើយខ្ញុំគិតថាលើកនេះលៃយេងប្រកាសជាឈួតមិនខានបើជាកូនរបស់ស្ដេចបិសាចត្រូវតែមានរូបរាងដូចស្ដេចបិសាចដំបូងត្រូវមានចង្កូមដ៏មុតស្រួចនិងរោមដ៏រឹងមាំការពារខ្លួនលោកពូខ្ញុំសូមជូនក្រចកដែលអាចហែកអ្វីគ្រប់យ៉ាងបានហើយក៏ត្រូវមានកែវភ្នែកដ៏គួរឲ្យខ្លាចផងដែរលិខិតលែងលះយោឆេនប្រហែលជាបងជឿរឿងនេះពេកប៉ុន្តែបងពិតជាគ្មានវិធីផ្សេងទេបងមិនចង់ឲ្យហើយក៏មិនអនុញ្ញាតឲ្យអូននិងកូនមានបញ្ហានឹងគ្នាដែរហេតុនេះហើយ
បងមានតែជ្រើសរើសចាក់ចេញប៉ុន្តែសូមអូនជឿបងនេះគ្រាន់តែជាការបែកគ្នាមួយរយៈប៉ុណ្ណោះបងនឹងនៅតែការពារនៅក្បែរខ្លួនអូនជានិច្ចគ្រាន់តែថាពួកយើងមិនអាចជួបគ្នាបានទេលេជេងបងមានន័យថាម៉េចនេះគឺខ្ញុំមិនអាចជួបគ្នាបានមែនទេពួកនៅខាងក្នុងមែនទេបងចេះខ្លាំងហើយមែនទេចេញមកភ្លាមមិនអាចជួបគ្នាទេឆាប់ទៅវិញទៅបងឯងពូកែណាស់តែលើចេញមកភ្លាមមិនអាចជួបគ្នាទេចេញទៅចាំមើលណាអូយមកហើយជំទាវកាន់ដាវធំធ្វើអីហ្នឹងចង់ទៅកាប់អ្នកណាគេប្រយ័ត្នប៉ះពាល់ដល់កូនក្នុងផ្ទៃកុំមកខាត់ខ្ញុំអូយមិនខាត់មិនបានលោកម្ចាស់លេយើងចេញមកភ្លាមមកនិយាយគ្នាឲ្យច្បាស់ទល់មុខគ្នាពួកយើងមិនអាចជួបគ្នាបានមែនទេកុំជំទាវមានលោកគ្រូសេលម្នាក់បានទូសទីឲ្យលោកម្ចាស់មុនពេលកូនកើតអ្នកទាំងពីរមិនអាចជួបគ្នាបានទេលោកជំទាវត្រូវយល់ពីការលំបាករបស់លោកម្ចាស់ផងបានអូនយល់ហើយលេជេងចេញមកអូនគ្រាន់តែនិយាយជាមួយបងទេមិនវីបងឯងទេអូនសម្លាញ់ឈប់ទៅឲ្យតែបងនិយាយជាមួយអូនតែងតែច្របាច់ក៏បងរហូតបងនិយាយស្អីហ្នឹងអូនច្របាច់ក៏បងពីអង្ការលោកជំទាវដៃកាន់ដាវនឹង